Ok,បងប្អូនឥឡូវនេះកណ្ដូបចាប់ផ្ដើមស៊ីចំណីឡើងសូសន្ធឹកលឹងកងណែនណាន់តាន់តាប់ទៀតហើយអញ្ចឹងនេះគឺជាទ្រង់ថ្មីមួយទៀតនៃកណ្ដូបវាបានចំនួន16ថ្ងៃហើយ16ថ្ងៃចូលថ្ងៃ17ហើយអញ្ចឹងវាចាប់ផ្ដើមធំហើយអញ្ចឹងឃើញវាស៊ីបងប្អូននេះឲ្យណែនតែម្ដងឃើញទេឲ្យវាណែនតែម្ដងហើយកណ្ដូបនៅពេលវានៅទូចគឺយើងត្រូវអីគឺយើងត្រូវតែថែទាំមើលថែឲ្យបានដិតដល់ហើយនឹងមានចំណីបំពន់ជាពិសេសគឺឈុតវ៉ាក់សាំងពិសេសដើម្បីឲ្យកណ្ដូបរបស់យើងនឹងវាណាវាស៊ីចំណីបានល្អវាធំធាត់បានល្អវាឆ្លោះបានល្អហើយវាធំលឿនហើយវាមិនក្រិនហើយវាមានពងល្អវាមានពូជល្អមានបានល្អហើយកសិដ្ឋានរកសំបី free បច្ចេកទេសនិងប្រឹក្សាយោបល់ពេញមួយជីវិតចំពោះបងប្អូនអ្នកដៃថ្មីអ្នកចង់រៀនចាប់ផ្ដើមចិញ្ចឹមកណ្ដូបថារកគ្រូឬក៏រកអ្នកដែលមានទំនុកចិត្តអ្នកដែលទុកចិត្តបានអ្នកដែលអាចទទួលយកបានហើយអាចហ៊ានទិញអញ្ចឹងបងប្អូនតាក់ទងមកកសិដ្ឋានរកសំបីទៅគឺមិនខុសទេយើង free ជូនបច្ចេកទេសបងប្អូនជាក់ស្ដែងណាតាមជាក់ស្ដែងអញ្ចឹងបង្រៀនជាក់ស្ដែងអញ្ចឹងហើយឲ្យបងប្អូននឹងចេះណាពិតប្រាកដមិនមែនចេះតែនិយាយឲ្យតែពីរួចហើយពេលបងប្អូនយកទៅធ្វើទទួលការបរាជ័យសួរមិនឆ្លើយសួរមិនតបជួនកាលប្លុកឯងចោលទៀតអូខេអញ្ចឹងបងប្អូនអ្នកចិញ្ចឹមកណ្ដូបគឺហេតុអីបានកណ្ដូបវាល្អហើយវាមានភាពល្បីល្បាញក្នុងការចិញ្ចឹមដោយសារតែកណ្ដូបវាស៊ីតែធម្មជាតិឲ្យតែបងប្អូនមានធម្មជាតិណាបងប្អូនមិនអស់លុយមួយរៀលទេណាក្នុងការទៅទិញចំណីពីផ្សារហ្នឹងហើយយើងចំណាយតិចតួចក្នុងការពៅវានិងវ៉ាក់សាំងវាតែប៉ុណ្ណោះបន្ទាប់មកគឺអត់មានអីទេចំណាយតែកម្លាំងចំណាយតែពេលវេលាក្នុងការដែលយើងយើងទៅរកចំណីដាក់វាឆៃតែប៉ុណ្ណឹងដាំមកច្រើនទៅកណ្ដូបស៊ីឆ្អែតស៊ីពេញពោះកណ្ដូបធំ40ថ្ងៃ45ថ្ងៃបានលុយ45ថ្ងៃបានលុយឃើញទេលឿនទេបងប្អូនចាំមន់ចាំទាសួរថារយៈពេលប្រហែល3ខែតម្រាំតែបានលក់ណា15000 1គីឡូហើយកណ្ដូបចិញ្ចឹមតែ45ថ្ងៃ1គីឡូ25000ណា20000ទៅ35000ចន្លោះឃើញទេតម្លៃពិសេសហើយស៊ីតែធម្មជាតិសួរថាបងប្អូនគួរចិញ្ចឹមមាន់ទាគោក្របីឬក៏ចិញ្ចឹមកណ្ដូបអញ្ចឹងបងប្អូនដែលមានបំណងមានចំណូលចិត្តមានការចង់ចិញ្ចឹមណាបងប្អូនសាកសួរមកបងប្អូនខមមិនមកតាក់ទងមកកថារកសំបីណាប្រឹក្សាជូនបងប្អូនពេញមួយជីវិតហើយបងប្អូនមានបញ្ហាកណ្ដូបបងប្អូនអាចតាក់ទងមកទិញឈុតវ៉ាក់សាំងណាវ៉ាក់សាំងកណ្ដូបដើម្បីជួយជំនួយដល់កណ្ដូបរបស់បងប្អូនកុំឲ្យងាប់កុំឲ្យស៊ីគ្នាកុំឲ្យស៊ីស្បៃមុងកុំឲ្យងាប់ពេលចាប់គូហើយពងមិនល្អមានវិបាកក្រិនអញ្ចឹងបងប្អូនតាក់ទងមកកសាមរកសំបីមានការផ្គត់ផ្គង់ជូនដល់បងប្អូនទាំងអស់គ្នា